សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្ញុំបាទថ្ងៃនេះខ្ញុំមានសាច់រឿងមួយចង់លើកទៅកាន់បងប្អូនទាំងអស់គ្នាបានស្ដាប់ហើយសាច់រឿងផងដែរមានចំណងជើងថាលោកតាកំហុតអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនរៀនស្ដាប់ដូចតទៅកាលពីដើមមានលោកតាម្នាក់ឈ្មោះស៊ូហើយលោកតាក៏មានចៅស្រីម្នាក់ដ៏ស្អាតផងដែរហើយចៅស្រីរបស់គាត់នឹងទើបតែប្រឡងចប់ថ្នាក់ទី12ក៏ត្រូវមករៀននៅរាជធានីភ្នំពេញពេលដែលឡើងមកភ្នំពេញដំបូងនារីម្នាក់នោះមិនទាន់បានស្គាល់ថាអ្វីជាភ្នំពេញនោះទេដោយសារតែនាងទើបតែមកពីជនបទហើយពេលដែលនាងមកស្នាក់នៅជាមួយលោកតាសមាជិកក្នុងគ្រួសារមានតែចំនួន4នាក់ប៉ុណ្ណោះបូករួមទាំងនាងផងដែរផងដែរថាពេលដែលនាងឡើងមកភ្នំពេញដំបូងនាងមិនទាន់បានរៀននោះទេដោយសារតែនាងទើបតែចប់បាក់ដុតថ្មីនាងទើបតែបានរកសាលាតែប៉ុណ្ណោះពេលវេលាមួយអ្នកទាំង4នាក់ក៏បានបាយជុំគ្នានៅពេលល្ងាចចៃដល់នេះលោកតាក៏បានធ្វើផ្ទះសាព្រាហើយចៅស្រីរបស់គាត់នឹងក៏បានអររើសឲ្យចំណុចនេះផងដែរពិតជាចៃដល់មែនទែនលោកតាក៏បានអររើសខ្លួនឯងហើយស្រាប់តែពេលនោះក៏ឃើញអ្វីដែលចម្លែកមួយអ្នកទាំងអស់គ្នាសាកទីមើលថាឃើញអ្វីដែរឃើញកូនពេញប៉ោះចៅស្រីនឹងហើយធ្វើឲ្យលោកតានេះពិតជាមានអារម្មណ៍បែបផ្សេងតែលោកតាមិនដឹងគិតយ៉ាងណាក៏ងើបឡើងវិញធម្មតាដោយថតទៅចៅស្រីរបស់គាត់នឹងមិនដឹងថាលោកតានឹងបានឃើញពេញប៉ោះគាត់នោះទេហើយពួកគាត់ក៏ងើបហូបបាយធម្មតាដោយថតទៅហើយមិនដឹងតទៅនឹងដល់តាទៀតទេហើយពួកគាត់ក៏បានបាយជុំគ្នារួចរាល់អស់ហើយលុះដល់ពេលព្រឹកឡើងគឺបងទាំងពីររបស់ក្មេងស្រីនោះគឺគាត់បានទៅធ្វើការរៀងខ្លួនអញ្ចឹងទុកនៅតែលោកតានិងចៅស្រីតែប៉ុណ្ណោះហើយចៅស្រីរបស់គាត់នឹងមិនต้องបានចូលរៀនទេដោយសារតែការស្ថិតនឹងថ្ងៃឡើងគឺក្តៅពេកធ្វើឲ្យចៅស្រីទៅងូតទឹកហើយលោកតានឹងក៏ចៃដន្យឈីណូមអញ្ចឹងលោកតាក៏បានទៅឈីណូមប៉ុន្តែចៃដន្យនេះការស្រីរបស់គាត់នឹងគឺមិនបានផ្ទាស់ទ្វីនោះទេអញ្ចឹងក៏លោកតាក៏រុញទៅក៏ឃើញហើយអ្នកទាំងអស់គ្នាគិតថាលោកតាឃើញអីដែរទាំងអស់គ្នាក៏ជិះគិតថាលោកតាឃើញអីហើយប៉ុន្តែមិនមែននោះទេលោកតាគ្រាន់តែឃើញចាស់ស្រីគាត់នៅក្នុងបន្ទប់ទឹកតែប៉ុណ្ណោះដោយនាងស្លៀកពាក់សម្លៀកបំពាក់ធម្មតាតែប៉ុណ្ណោះចំណុចបន្ទប់នេះផងដែរគឺចាស់ស្រីរបស់គាត់មិនបានឃើញលោកតានោះទេដោយសារតែលោកតាឃើញចាស់ស្រីគាត់នឹងតែម្នាក់ឯងតែប៉ុណ្ណោះដោយសារតែខ្ជិលស្បៃឡៃលត់យូរលោកតាក៏បានដើរចេញពីបន្ទប់ទឹកនឹងទៅហើយចាំចាស់ស្រីគាត់នឹងបន្ទប់ហើយបានគាត់នឹងដើរទៅឈឺនោមធម្មតាតើមាននរណាលះបង់ដោយលោកតាទៀតលោកតាឈឺនោមឡើងខ្លាំងប៉ុន្តែឃើញចាស់ស្រីក្នុងបន្ទប់ទឹកក៏គាត់នឹងមិនបានទៅឈឺនោមអូយកំសត់មែនទេក្នុងឡងបានប្រហែលថ្ងៃលោកតាក៏បានទៅបន្ទប់ទឹកម្ដងទៀតហើយស្រាប់តែឃើញចាស់ស្រីគាត់នឹងកំពុងងូតទឹកម្ដងទៀតហើយក៏បានឃើញម្ដងនេះតើបងប្អូនគិតថាលោកតានឹងឃើញអីម្ដងចង់បាក់សាច់រឿងមុននេះផងដែរក៏ជាស៊ីអារម្មណ៍មែនទែនធ្វើឲ្យលោកតាម្នាក់ចំណាស់80ឆ្នាំទៅហើយធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាសេវារបស់គាត់កាន់តែឡើងបន្តិចម្ដងទៅហើយគិតថាលោកតានឹងអត់មានសេវាឡើងមែនទេបានជាចាស់ស្រីគាត់ធ្វើប្រហែលយ៉ាងនេះងូតទឹកលើណាក៏មិនដែរចាស់ទ្វារនោះដែរបន្ទាប់ពីចាស់ស្រីងូតទឹករួចចាស់ស្រីក៏បានដើរចេញពីបន្ទប់ទឹកហើយលោកតាក៏បានដើរចូលទៅឈឺនោះម្ដងតែចៃដល់នេះចាស់ស្រីក៏បានភ្លេចរបស់អ្វីមួយនោះអ្នកទាំងអស់គ្នាគិតថាជារបស់អ្វីដែរគិតលេងសិនទៅចាំស្រាប់ដល់ខ្ញុំនិយាយបន្តទៀតហើយសាច់រឿងមុននេះផងដែរហ្នឹងគឺលោកតាហ្នឹងគឺក៏បានឃើញនៅអាវទំនប់ក្នុងហ្នឹងហើយស្រាប់តែចាស់ស្រីរបស់គាត់ហ្នឹងភ្លេចអីក៏ភ្លេចយ៉ាងនេះគូក្បាលដូចជាមានចេតនាឬអ្វីមួយតែមិនទេពេលហ្នឹងអង្គតែលោកតាដូចជាមិនទាន់ដំណើរការល្អប្រពៃនោះទេលោកតាក៏បានរើសទុកឲ្យហើយពេលដែលលោកតាឈឺនំរួចលោកតាក៏ដើរជួបចាស់ស្រីក៏បានប្រាប់ចាស់ស្រីថាចាស់ស្រីចៅមានភ្លេចអីនៅក្នុងបន្ទប់ទឹកទេតាឃើញចៅភ្លេចនៅក្នុងបន្ទប់ទឹកមួយអញ្ចឹងចៅចាំទៅជួយយកដាក់រក្សាទុកឲ្យបានត្រឹមត្រូវផងកុំឲ្យលោកតាឃើញអីម្ដងទៀតហើយជាម៉ោង9ចាស់ស្រីរបស់គាត់នឹងក៏បានចូលដេកដោយសារតែបន្ទប់ហ្នឹងគឺលោកតាសម្រាប់នៅខាងលើចាស់ស្រីរបស់គាត់នឹងសម្រាប់នៅជាន់ទី2អញ្ចឹងលោកតាសម្រាប់នៅជាន់ទី3ស្រាប់តែពេលដែលលោកតាដើរសម្រាប់នៅលើនោះមិនជ្រៅថងកាត់បន្ទប់ចាស់ស្រីស្រាប់តែពេលនោះបន្ទប់ចាស់ស្រីហ្នឹងគឺមិនបានខ្ទាស់កលើទៀតហើយគឺកំពុងតែស្លៀកឈុតដេកលោកតាក៏កលេសភ្នែកគឺឃើញចាស់ស្រីកំពុងតែដេកបែបស្លៀកពាក់ឈុតដោយមិនមានអ្វីបាំងចិត្តនឹងកាយចិត្តនោះទេហើយលោកតាក៏បានគូទ្វារហើយក៏ស្រីប្រាប់ចៅស្រីថាចៅស្រីកុំភ្លេចបិទទ្វារផងពេលនោះចៅស្រីក៏បានឡើងមកបិទទ្វារជាធម្មតារួចហើយក៏កេងបាត់ទៅមួយថ្ងៃចៅស្រីចេះតែប្រហែលទៅធ្វើឲ្យសេវាលោកតាកាន់តែឡើងបន្តិចម្ដងធ្វើឲ្យចង្វាក់បេះដូងលោកតាមានអារម្មណ៍ថាថប់នឹងហើរបន្តិចម្ដងផងដែរហើយមិនយូរប៉ុន្មាននោះលោកតាក៏កើតជាមានសេវានេះមិនមែន 5G ទេគឺដល់ 8G ទៅហើយលោកព្រឹកឡើងវិញចាស់ស្រីក៏បានទៅសាលាជាធម្មតាដោយសារតែនាងនឹងបានចូលហើយពួកអីមិននៅផ្ទះលោកតាដូចជាចង់មួយខែដែរហើយទៅធ្វើឲ្យលោកតាឡើងសេវាដល់ 8G ក្នុងសាច់រឿងនេះផងដែរ
អ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាចុះហេតុអីនៅតែ4នាក់និយាយរឿងតែ2នាក់អញ្ចឹងនេះគឺជាសាច់រឿងដែលយើងក្តោបរួមតែ2នាក់តែប៉ុណ្ណោះដោយសារតែ2នាក់ទៀតហ្នឹងពួកគាត់មិនមែនជាតងអងឯងដែលយើងត្រូវកត់សម្គាល់នោះទេអញ្ចឹងក្នុងសាច់រឿងនេះបងប្អូនកុំភ្លេចចុច like និង subscribe ផងដើម្បីបន្តទៅភាគទី2បន្តទៀតហើយបងប្អូនថ្មីឬក៏ចាស់ក៏ដោយមើលវីដេអូនេះហើយកុំភ្លេច like និង comment ម្នាក់មួយផងថាសាច់រឿងនេះទៅមុខទៀតនឹងទីយ៉ាងណាបងប្អូនអាចនឹកខំ comment